ជាប្តីប្រពន្ធស្គាល់គ្នារាប់ឆ្នាំបានត្រឹមតែធ្វើឲ្យគាត់ឈឺចាប់នៅពេលដែលប្រពន្ធគាត់បានធ្វើការឡើងទៅប្រទេសកូរ៉េដើម្បីធ្វើការបងប្អូនជាទីមេត្រីឃើញថាអាណិតគាត់មែនទែនប្រពន្ធគាត់ហ្នឹងពេលដែលនៅខ្មែរស្រឡាញ់គ្នាណាស់អស់រយៈពេល6ឆ្នាំមកហើយប៉ុន្តែចុងក្រោយនៅពេលដែលបានទៅធ្វើការនៅប្រទេសកូរ៉េបែរជាមកផិតក្បត់គាត់ទៅញ៉ែញងតាក់ទងជាមួយនឹងអ្នកផ្សេងធ្វើឲ្យគាត់នេះជាប្តីមានអារម្មណ៍មួយថាពិបាកនៅក្នុងការទទួលយកខ្លាំងយកតែមែនទែននរណាធ្វើចិត្តបានបងប្អូនប្តីប្រពន្ធជាមួយនឹងគ្នា6ឆ្នាំតែដល់ពេលចុងក្រោយបានជាឈឺចាប់រងកម្មដោយសារតែប្រពន្ធទៅធ្វើការនៅកូរ៉េទៅធ្វើការហ្នឹងគោលបំណងថាយកលុយមកគប់គុំគ្រួសារជីវភាពទាំងអស់គ្នាគាត់ធ្វើការនៅខ្មែរប្រពន្ធធ្វើការនៅកូរ៉េប៉ុន្តែបែរជាប្រពន្ធហ្នឹងទៅតាក់ទងគេផ្សេងធ្វើឲ្យគាត់នេះចុកចាប់និយាយអីឡើងចាញ់តែម្ដងវាហួសចិត្តណាបងប្អូនមិននឹកស្មានថាប្រពន្ធក្បត់យើងទេណាបាទជឿ100%ហ្មងអត់គិតថាប្រពន្ធខ្ញុំធ្វើអញ្ចឹងហងតែបន្តិចតែគិតហ្នឹងខ្ញុំគិតថាគាត់ស្មោះត្រង់មួយយើងហើយបានខំឲ្យទៅរលុយរអីមកគាត់ព្រមគ្រួសារជាមួយកូនមួយអីហ្នឹងហ្មងដល់ពេលគាត់ទៅដល់ប្រទេសគេតបានប្រហែលថាជា9ខែគាត់មកធ្វើអញ្ចឹងដល់ខ្ញុំពិបាកទូលចឹងខ្ញុំស្នើសុំថាទាំងស្រីទាំងប្រុសទៅដល់ប្រទេសកូរ៉េហើយកុំសាវ៉ាអញ្ចឹងពេកអាណិតអ្នកនៅខ្មែរផងកន្លងមកប្រពន្ធយើងនៅពេលដែលយើងរស់នៅគ្នាជាមួយនឹងគ្នាពេលនៅខ្មែរនេះតើអត្តចរិតរបស់គាត់មិនដែរគាត់ដែរក្បត់ប្រែងដែរលេងលើមទៅមើលអ្នកណាអ្នកណីផ្សេងអត់តែគាត់ល្អហ្មងនៅនឹងអត់ដើមមានអញ្ចឹងនៅនឹងល្អហ្មងមកទៅដល់កូរ៉េគាត់ប្រែទូលអស់លីងហ្មងនៅឆ្ងាយមានស្នេហ៍ស្និទ្ធណាបាទដល់ពេលដែលគេអ្នកនៅចិត្តគេអាចមើលថែគេអាចលួងលោមគេអាចបានគ្រប់យ៉ាងហើយដល់ពេលយើងជាប្តីនេះបានត្រឹមតែឈឺចាប់ឈឺយកអីទៅធ្វើបានទេប្រហែលថ្ងៃមកដឹងមកឈឺហ្មងម្សៅស៊ុបមាន់សញ្ញាចានត្រូវេចឆ្ងាញ់ចង់បានហូបឆ្ងាញ់កុំភ្លេចប្រើប្រាស់ប៊ីកេងសញ្ញាចានត្រូវេចតំណាក់តំណងតំណាងចែកចាយបន្តជំរាបសួរបងរឿងរ៉ាវអង្គហេតុដែលបងមកជួបខ្ញុំដើម្បីឲ្យខ្ញុំផ្សព្វផ្សាយនេះតើជារឿងដើមតងរបៀបម៉េចបងអាចជម្រាបជូនទៅដល់មហាជនឲ្យបានជ្រាបបានទេបងរឿងខ្ញុំចង់ឲ្យបងផ្សាយពីរឿងប្រពន្ធខ្ញុំកើតទៅធ្វើការនៅប្រទេសកូរ៉េឥឡូវគាត់មានតតទៅមួយពុតថ្មីអញ្ចឹងប្រពន្ធយើងនឹងទៅធ្វើការនៅប្រទេសកូរ៉េហើយដល់ពេលអរិញលួចតាក់ទងអ្នកផ្សេងប្រពន្ធយើងកាលនៅខ្មែររួមរស់នៅជាមួយនឹងគ្នាបានប្រហែលឆ្នាំហើយជា6ឆ្នាំហ្នឹងបាន6ឆ្នាំបាទហើយគាត់ឡើងទៅកូរ៉េហ្នឹងតើគាត់មានព្រមព្រៀងជាមួយនឹងបងច្បាស់លាស់អត់បងបាទលាស់បងបានឲ្យទៅហើយកន្លងមកដែរមានទំនាស់រកម្មករអីជាមួយនឹងគ្នាអត់បងកម្មករវាមិនមែនបងតិចណាតិចបំផុតមកតាំងពី6ឆ្នាំមកមិនដែលមានទេទើបតែគាត់ទៅកូរ៉េហ្នឹងគាត់ចង់ដោះដៃពីយើងក៏បងបាទបងប្អូនហើយដល់ពេលនៅឆ្ងាយអញ្ចឹងគាត់ថាពិបាកនៅក្នុងការ control ខ្លាំងមែនទែនអត់ដឹងថាតើត្រូវធ្វើពីណាទៅណាបងប្អូនបើគាត់នៅខ្មែរប្រពន្ធនៅកូរ៉េហើយអ្នកដែលតាក់ទងជាមួយប្រពន្ធគាត់ហ្នឹងគឺជាអ្នកដែលធ្វើការនៅកូរ៉េដូចគ្នាទៀតណាវាអញ្ចឹងដល់ពេលអញ្ចឹងគាត់តើត្រូវអារម្មណ៍ជាប្តីតើធ្វើបែបណាហើយតើគួរដេញគិតដល់របៀបម៉េចឥឡូវនេះបងមានពាក្យពេចន៍អីដើម្បីស្នើសុំទៅប្រពន្ធបងទេបងសុំស្នើសុំថាគាត់បើថាគាត់ចង់បានប្តីថ្មីណាគាត់ឡើងមកនិយាយដាច់មកនៅស្រុកខ្មែរមកនៅក្នុងបាក់និយាយនេះណានៅឆ្ងាយគ្នាបាទហើយដេញគាត់ទៅធ្វើការនៅខាងកូរ៉េហ្នឹងតើគាត់ត្រូវទៅរយៈពេលប្រហែលឆ្នាំទៅបាន9ខែហ្មងតើគោលបំណងនៃគេធ្វើការកំណត់គោលការណ៍របស់ក្រសួងគេថា4ឆ្នាំ10ខែប៉ុន្តែអត់ដែរមិនមែនមកពីកំហុសបងឯងទៅមានស្រីអីទើបគាត់មានអ្នកថ្មីអត់ទេណាអត់មានច្បាស់អត់បង100%យើងឃើញចែកឆែកគាត់ឃើញតាមណាបងតាមថាគាត់លេងតាមសារនៅក្នុងប្រទេសហ្នឹងសារ SMS ដល់ពេលអញ្ចឹងទៅយើងអាចឆែកមើលឃើញបាទបងមកផ្សាយព័ត៌មាននេះគោលបំណងបងមានអីខ្លះទី1គីឡូបាយចង់ឲ្យគាត់កែប្រែអត្តចរិតបន្ទាប់ពីគាត់ឃើញព័ត៌មាននឹងឈប់តំណែងមួយគេឬមួយក៏បាយចង់សោកសាយហើយបាយផ្ដាច់តំណែងមួយគាត់មកឬមួយក៏បាយយកគាត់វិញអត់យកបងបាទអត់យកវិញទេអ្វីច្បាត់បើគាត់មកខ្មែរក៏ដោយប៉ុន្តែបាយសុំបាយផ្ដាច់ស្រាច់ទេបាទបងប្អូនជាទីមេត្រីជុំវិញនឹងរឿងរ៉ាវអង្គហេតុនេះមានន័យថាបងប្រុសគាត់មានប្រពន្ធគាត់ណារស់នៅជាមួយនឹងគ្នារយៈពេល6ឆ្នាំហើយប៉ុន្តែប្រពន្ធគាត់នឹងចង់ទៅធ្វើការរកស៊ីធ្វើការប្រកបមុខរបរនៅប្រទេសកូរ៉េគាត់អនុញ្ញាតឲ្យប្រពន្ធទៅធម្មតាទៅរកលុយដើម្បីគ្រប់គ្រងជីវភាពចូលគ្រួសាររឿងអីទៅគាត់ប្រពន្ធព្រោះគាត់ទី1គាត់ជឿជាក់ថាប្រពន្ធគាត់មិនអាចក្បត់គាត់បានទេព្រោះគាត់ជឿជាក់លើប្រពន្ធគាត់6ឆ្នាំហើយដេកអោបជាប់ដើមទ្រូងទៅកូរ៉េគោលការណ៍របស់ក្រសួងការងារគឺរយៈពេល4ឆ្នាំ10ខែប៉ុន្តែប្រពន្ធបងប្រុសទៅបានត្រឹមតែរយៈពេល9ខែទេបែរជាលួចលាក់មានស្នេហាជាមួយនឹងអ្នកដែលនៅកូរ៉េដូចគ្នាជាខ្មែរធ្វើការនៅនោះណាប៉ុន្តែយើងមិនអាចបង្ហាញថាគេជានរណាបានទេព្រោះបងប្រុសគាត់ចាប់ឆាតSMSបានដោយបងប្អូនបានឃើញនៅក្នុងសារអញ្ចឹងគេមានតែសេសារអីផ្សេងបងអូនផ្អែមល្ហែមតាមលក្ខណៈបែបបច្ចេកទេសនៃការស្នេហាញ៉ាយញងគ្នាបងប្រុសគាត់ជឿជាក់100%គេថាស្នេហ៍មិនឈ្នះស្និទ្ធណានៅចិត្តគេតែងតែឈ្នះនៅឆ្ងាយអញ្ចឹងហើយគាត់ថាគាត់ពិបាកក្នុងការទទួលយកណា
អ្វីដែលគាត់ចង់បានពេលនេះគាត់អត់យកអត់ដេញប្រពន្ធគាត់វិញទេគាត់ចង់សុំលេងតែម្ដងហើយធ្វើម៉េចលេងឲ្យគាត់ដាច់ស្រេចចឹងណែឯងមកលេងជាមួយគាត់ហើយទៅធ្វើការនៅក្នុងវិញក៏ទៅធ្វើទៅគាត់អត់មានអដេញនេះទេអត់មានខាត់ទេអញ្ចឹងជុំវិញព័ត៌មាននេះអ្វីដែលបងប្រុសចង់ស្នើសុំដូចខ្ញុំបានជម្រាបហើយក៏សូមទទូចផ្ដាំផ្ញើទៅដល់បងស្រីដែលដឹងខ្លួនឯងថាជាប្រពន្ធរបស់បងប្រុសធម្មតាប្រកាសជាឃើញហើយប្តីរបស់ខ្លួនមកផ្សាយព័ត៌មានកន្លែងខ្ញុំនេះហើយខ្ញុំទុកកិត្តិយសឲ្យបងអត់បង្ហាញឈ្មោះបងហើយសង្ឃឹមថាបងស្រីបើបានឃើញហើយបើអាចយើងសូមទោសប្តីទៅឬមួយក៏យើងកែតម្រូវទៅឬមួយក៏យើងបញ្ឈប់ធ្វើសកម្មភាពដែលមិនសមរម្យដាក់ប្តីទៅណាបងប្អូនអ្នកជាទីមត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារ៉ាមតហាត់ស្មីត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមានសារ៉ាក៏សូមអរគុណនិងសូមគោរពជួបគ្នាជាមួយខ្ញុំបាទមានសារ៉ានៅព័ត៌មានបន្ទាប់បាទសូមអរគុណ